แต่บ่ต่อคลิปมีเนื้อกระทาครับปี60ឆ្នាំមុនប្រទេសកម្ពុជារបស់យើងក៏ធ្លាប់ជាប្រទេសដែលរីកចម្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍យើងផងដែរនោះគឺសម័យសង្គមរាស្ត្រនិយមក្រោយពីទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំងនៅឆ្នាំ1953មកក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមសីហនុប្រទេសកម្ពុជាយើងឈានដល់ចុងសម័យមាសមួយដែលពោរពេញទៅដោយសន្តិភាពស្ថិរភាពនិងការវិវត្តលឿនគ្រប់យ៉ាងតែម្ដងនៅសម័យនោះទីក្រុងភ្នំពេញមានសណ្ដាប់ធ្នាប់បរិស្ថានស្អាតរហូតដល់គេប្រសិទ្ធនាមថាប៉ារីសនៃទិសបូព៌ាវិស័យស្ថាបត្យកម្មខ្មែរទំនើបបានរីកដុះដាលយ៉ាងខ្លាំងដូចជាវិមានឯករាជ្យពហុកីឡដ្ឋានជាតិអូឡ িম্প ិកជាដើមមិនតែប៉ុណ្ណោះវិស័យភាពយន្តវិស័យតន្ត្រីបានរីកចម្រើនរហូតដល់ទៅចំណុចកំពូលតែម្ដងដែលបានកាត់បញ្ជាគេដំណើរសិល្បៈរហូតមកទល់បច្ចុប្បន្នយ៉ាងនេះក្រៅពីសិល្បៈសម័យនោះការអប់រំសេដ្ឋកិច្ចក៏ខ្លាំងក្លាដែរយើងមានកំពង់ផែជាច្រើនផ្លូវថ្នល់ពលិយន្តហោះនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកសាងឡើងជាបន្តបន្ទាប់ធ្វើឲ្យប្រទេសជិតខាងស្ងើចសើនិងចង់មកទស្សនាជាច្រើនទោះបីជាពេលវេលាកន្លងហួសប៉ុន្តែស្មារតីសមិទ្ធផលនៃសម័យសង្គមរាស្ត្រនិយមនៅតែជាមោទនភាពនិងដកជាប់នៅក្នុងបេះដូងខ្មែរគ្រប់រូបជានិច្ចចុះបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតើបងប្អូនស្គាល់សមិទ្ធផលនៃសម័យសង្គមរាស្ត្រនិយមណាខ្លះសូមកុំភ្លេចខមមិនខាងក្រៅវីដេអូរបស់ខ្ញុំផងណា